ឆាខ្វៃក្តៅក្តៅនិយាយពីថាស្រួយឆ្ងាញ់ណាបងប្អូនត្រូវជាមួយបបរគុយទាវក៏ត្រូវកាហ្វេពេលព្រឹកស្ដាប់តែសំឡេងក៏ដឹងថាស្រួយឆ្ងាញ់ដែរហើយរបៀបធ្វើវិញក៏ងាយស្រួលទៀតបងប្អូនមិនបាច់ផ្អាប់ម្សៅទុកអីទេដំបូងខ្ញុំមានម្សៅមីចំនួន200ក្រាមចំពោះម្សៅមីគឺខ្ញុំប្រើម្សៅមីរូបស្ពៃមេដុតនំ5ក្រាមស្ករស10ក្រាមប៉ាគីងសូដា1/5 ស្លាបព្រាកាហ្វេហើយនឹងអំបិលបន្តិចបន្ទាប់មកយើងកូរគ្រឿងសមុទ្រទាំងអស់ឲ្យបានសព្វគ្នាបន្តិចមករួចហើយយើងដាក់ទឹក120ក្រាមហើយយើងកូរទឹកជាមួយម្សៅនោះឲ្យបានសព្វគ្នាបន្តិចមកពេលដែលម្សៅហើយនឹងទឹកគឺថាបានសើមល្អហើយយើងដាក់ប្រេងអូលីវ1ស្លាបព្រាបាយឬមួយក៏ប្រេងឆាក៏បានដែរពេលដែលដាក់ប្រេងហើយយើងប្រើដៃឆ្លីរហូតតតែម្សៅយើងគឺថាឡើងរមួតល្អមែនតែនហើយចំពោះម្សៅនេះផងដែរយើងអត់សូវយករៀងរឹងពេកទេយើងយករៀងទន់បន្តិចបន្ទាប់មកយើងយកទៅដាក់ក្នុងថង់ចំពោះវិធីខ្ញុំធ្វើវិញគឺខ្ញុំអត់ផ្អាប់ឲ្យម្សៅឡើងទេខ្ញុំដាក់ក្នុងថង់ហើយខ្ញុំយកទៅទុកក្នុងទូទឹកកកដោយសារតែខ្ញុំធ្វើទុកយើងអត់ធ្វើចៀនភ្លាមទេបងប្អូនចង់ចៀនភ្លាមមកបងប្អូនទុក 4-5 ម៉ោងអីទៅបងប្អូនអាចយកមកចៀនបានហើយតែខ្ញុំធ្វើទុកមួយយប់ដោយសារយើងអត់មានពេលយើងធ្វើទុកអញ្ចឹងឥឡូវនេះស្អែកឡើងពេលល្ងាចទឹកខ្ញុំយកមកចៀនហើយមុននឹងចៀនយើងយកចេញ1ម៉ោងកន្លះអីសិនមកបន្ទាប់មកយើងប្រើជ្រុញហើយយើងលាបម្សៅស្ងួតពីលើមកហើយទើបយើងចាក់ម្សៅដែលយើងបានយកចេញពីទូនោះដាក់ចូលក្បួននេះបងប្អូនអាចទុកម្សៅបាន1អាទិត្យទៅក្នុងទូទឹកកកអីគឺថាអត់ខូចទេពេលដែលយើងចង់ហូបយើងយកចេញមកយើងគ្រាន់តែកាត់ធ្វើជានំទៅហើយយើងដាក់ចៀនទៅគឺថាអត់ពិបាកផ្អាប់ម្សៅឲ្យឡើងអីទេពេលដែលយើងដាក់ម្សៅទៅលើជ្រុញហើយបងប្អូនកុំប្រឡាក់វាខ្លាំងយើងគ្រាន់តែបង្វិលពីលើម្សៅហ្នឹងហើយយើងទាញវាឲ្យវែងហើយយើងធ្វើឲ្យវារាងសំប៉ែតតិចទៅទើបយើងកាត់យកមកសមល្មមដែលបងប្អូនចូលចិត្តមកយើងកាត់កលាក់រៀងច្វាមូចឹងមកហើយក្បួននេះបងប្អូនធានាថានំគឺថាស្រួយស្ញោកតែម្ដងហើយស្រួលដល់បងប្អូនចង់ហូបយើងអត់មានពេលច្រើនណាយើងលាយម្សៅទុកចោលចឹងទៅនៅក្នុងទូទឹកកកពេលណាបងប្អូនចង់ហូបចាំយើងចៀនបន្ទាប់មកខ្ញុំប្រើចង្កឹះយើងលាបទឹកដាក់ពីលើនំយើងលាបមួយរំលងមួយគឺយើងអត់លាបទាំងអស់ហើយយើងធ្វើអញ្ចឹងដើម្បីឲ្យវាស្អិតជាប់គ្នាចំពោះទឹកវិញគឺយើងប្រើទឹកធម្មតាឯងបងប្អូនអត់បាច់ប្រើទឹកអីទេយើងប្រើទឹកធម្មតាយើងនឹងយើងជ្រលក់ហើយយើងលាបចឹងទៅពេលដែលលាបរួចហើយយើងយកម្សៅដែលយើងអត់បានលាបយើងយកមកដាក់ពីលើម្សៅដែលយើងបានលាបទឹកយើងដាក់អញ្ចឹងឲ្យសព្វរហូតតែអស់ម្សៅយើងសិនមកទើបបងប្អូនប្រើចង្កឹះយើងសង្កត់ពីលើម្សៅខាងលើទៀតយើងសង្កត់ឲ្យវាខ្លាំងតិចមកដើម្បីឲ្យវាស្អិតជាប់គ្នាឥឡូវនេះយើងដាក់កម្ដៅខ្លាញ់ឲ្យក្ដៅមែនតើរួចហើយយើងយកម្សៅយើងទៅដាក់ហើយយើងត្រូវទាញវាឲ្យវែងតិចមកបងប្អូនដាក់បងចូលទៅហើយយើងទុកឲ្យម្សៅយើងរៀងដែតតិចមកចាំយើងមកវិលវាចុះឡើងដើម្បីឲ្យវាបានឆ្អិនស្មើគ្នាល្អហើយចំពោះភ្លើងវិញយើងត្រូវប្រើភ្លើងឲ្យរៀងខ្លាំងទើបនំយើងបានឡើងល្អពេលដែលនំយើងរៀងឆ្អិនហើយខ្ញុំដាក់ថែមមួយទៀតតែបងប្អូនឲ្យទាញទៅស្អិតជាប់ដៃដោយសារតែនំនេះយើងធ្វើរៀងជ្រីហើយណាមួយដៃខ្ញុំរៀងសើមតែអត់អីទេដោយសារតែសំខាន់នំយើងឡើងល្អឥឡូវនេះយើងបង្វិលទៅមកមើលថាឆ្អិនមួយហើយខ្ញុំយកមួយទៀតមកដាក់បន្តយើងធ្វើអញ្ចឹងទៅនំយើងបានឆ្អិនល្អហើយវាបានឡើងផងយើងកុំដាក់ជាតិគ្នាពេកយើងដាក់ត្រឹម1-2អីទៅបានហើយយើងធ្វើដាក់ទាញអញ្ចឹងនំយើងគឺបានវែងស្អាតមែនតើហើយបងប្អូនធ្វើវិធីនេះគឺថាស្រួលមែនតើហើយនំឆ្ងាញ់ទៀតយើងមិនបាច់ចង់ញ៉ាំហើយធ្វើហើយផ្អាប់ម្សៅផ្អាប់អីទេយើងធ្វើអញ្ចឹងទៅបងប្អូនទុកចោលទៅពេលណាចង់ហូបចាំយើងចៀនពេលដែលនំយើងបានឆ្អិនហើយខ្ញុំចាប់ដាក់កញ្ច្រែងមួយដើម្បីឲ្យវាបានស្រស់ខ្លាញ់ហើយយើងធ្វើអញ្ចឹងទៅ4-5អីបានហើយយើងអត់ធ្វើច្រើនទេពេលយើងចង់ញ៉ាំយើងធ្វើទៀតទៅដោយសារតែវិធីនេះគឺថាងាយហើយសាច់នំវិញគឺថាស្រួយស្ញោកហើយខាងក្នុងគឺថាមានរុនអញ្ចឹងបងប្អូនគឺថាឡើងល្អមែនតើវិធីនេះគឺយើងអត់ចំណាយពេលច្រើនទេបងប្អូនលឿនណាស់